នេះយើងមកធ្វើម្ហូបមាត់ដុតជ្រលក់ប្រហុកកញ្ច្រាំទាំងអស់គ្នាបងប្អូនយើងមកចាប់ផ្ដើមធ្វើម្ហូបទាំងអស់គ្នាដំបូងយើងដាក់មាន់លាងទឹកឲ្យស្អាតរួចយកទៅច្បល់គ្រឿងបូយើងលាងគ្រឿងដាក់គ្រឿងមាត់ដុតយើងហ្នឹងយើងដាក់គល់គ្រែងដីល្ក្រូចហ្នឹងយើងដំវាមកដំរួចយើងដាក់គ្រឿងក្រោមឆ្នាំងរួចដាក់ក្រូចដាក់មាន់ចូលដាក់ទឹកក្រូចរួចពីលើបន្តិចរួចយកមាន់ទៅដាក់ក្នុងឆ្នាំងបន្ទាប់មកយើងចាក់ខ្លាញ់ចូលវាទៅចាក់រួចហើយយើងក៏គ្របវាទុកមកឲ្យស្ទុះហើយបានយើងចាំបើកមើលយើងដាក់មាត់ដុតរួចហើយបន្ទាប់មកយើងទៅបុកគ្រឿងយើងមានតែមានតែម្ទេសនិងមើលបន្ទឹមយើងបុកវាឲ្យម៉ត់ហើយយើងទៅច្រាំប្រហុកឲ្យម៉ត់រួចហើយយើងយកប្រហុកនឹងយកមកដាក់ជាមួយអាម្ទេសយើងបុករួចហើយហ្នឹងបុកហើយយើងដាក់វាចូលហើយយើងដាក់សាំងខ្ចីយើងហ្នឹងយើងពុះវាហើយយើងមកដាក់មកបុកចូលគ្នាមកបុកឲ្យម៉ត់រួចដាក់ស្កររួចហើយដាក់ប៊ីចេងរួចហើយយើងរួយអាទឹកអមដាក់អមវាឲ្យមានជាតិក្អូបន្តិចមកយើងច្បល់ឲ្យសព្វមកដូចជាស្រេចនេះណាតោះយើងទៅមើលមាន់ដុតយើងឆ្អិនទៅអូចិត្តឆ្អិនហើយបន្ទាប់មកយើងផ្លែវាត្រឡប់វាមកនេះឆ្អិនជាស្រេចលើគ្រឿងយើងផ្សំមើលតើអត់បងប្អូនសាកភ្លក់តិចមើល